ុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នកទៅជាប់ជំពាក់នឹងគ្រឿងញៀនស្វែងរកវិជ្ជាកិត្តិយសមានសេពគ្រឿងញៀននាំមហន្តរាយសួស្តីលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីខណៈពេលនេះខ្ញុំបាទប៊ុនធឿននិងលោកវិសុនសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានរបស់វិទ្យុ FM 98.5 ខេត្តក្រចេញជាដំបូងសូមជូនមេតិការនៃព័ត៌មានដែលត្រូវជម្រាបជូននៅពេលនេះសម្ដេចប្រធានរដ្ឋសភាកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីនិងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី8នៅសាធារណរដ្ឋបារាំងសម្ដេចម៉ែនសំអនគាំទ្រជំរុញលើកទឹកចិត្តដល់ពលរដ្ឋខ្មែរដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជាផលិតផលក្នុងស្រុកឯកឧត្តមបណ្ឌិតលីធុញមានប្រសាសន៍ថាកម្ពុជាក្រូអាស៊ីពិនិត្យលទ្ធភាពបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរវាងគ្នាក្នុងវិស័យសកម្មភាពមីនក្រុមប្រឹក្សាខេត្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់អាណត្តិទី4ឆ្នាំទី2ប្រមុខ UN ព្រមានថាការឡើងកម្ដៅផែនដីកំពុងធ្វើឲ្យភពផែនដីប្រឈមនឹងគ្រោះមហន្តរាយតម្លៃប្រេងហក់ឡើងជាង 2% ខណៈពិភពលោកកំពុងរងចាំកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកចិនតទៅនេះសូមជូនព័ត៌មានពិស្ដារក្នុងប្រទេសតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីនិងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីនិងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី8នៅសាធារណរដ្ឋបារាំងយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី22ខែតុលាឆ្នាំ2025បានលើកឡើងថាសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រីពីថ្ងៃទី24ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025និងបន្តអញ្ជើញចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី8នៅសាធារណរដ្ឋបារាំងពីថ្ងៃទី29ខែតុលាដល់ថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025ដំណើរទស្សនកិច្ចរបស់សម្ដេចរដ្ឋសភាធិបតីនៃប្រទេសហុងគ្រីធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឡាស្កូកូវីប្រធានរដ្ឋសភានៃប្រទេសហុងគ្រីដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅសកម្មនិងគ្រប់ជ្រុងជ្រោយឡើងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះសម្ដេចរដ្ឋសភាធិបតីក្រុងនឹងចូលជួបសម្ដែងការគូសំនិងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិនៃប្រទេសហុងគ្រីជាពិសេសជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមឡាស្កូវីប្រធានរដ្ឋសភាប្រទេសហុងគ្រីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទាំងពីរដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀតនៅគ្រប់កម្រិតក្នុងនោះមានទាំងកម្រិតរដ្ឋសភានិងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរក្នុងដំណើរទស្សនកិច្ចនេះសម្ដេចរដ្ឋសភាធិបតីមានគម្រោងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសហុងគ្រីនិងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហកម្មទេសចរនិងវប្បធម៌របស់ប្រទេសហុងគ្រីមួយចំនួនទៀតដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធក៏ដូចជាជំរុញទំនាក់ទំនងវប្បធម៌ទេសចរពាណិជ្ជកម្មនិងវិនិយោគទៅវិញទៅមកបន្ថែមទៀតក្រោយពីបញ្ចប់ទស្សនកិច្ចនៅប្រទេសហុងគ្រីសម្ដេចមហារដ្ឋសភាធិបតីខួនសូដារីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី8នៅទីក្រុងប៉ារីសសាធារណរដ្ឋបារាំងដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី24និង30ខែតុលាឆ្នាំ2025បន្តទៀតនៅក្នុងវេទិកាអន្តរជាតិនេះសម្ដេចរដ្ឋសភាធិបតីនឹងអញ្ជើញថ្លែងសន្ទរកថាចំនួន3លើកដាច់ដោយឡែកពីគ្នាមានទី1ថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គក្រោមមូលបត្រសម្ព័ន្ធភាពថ្មីដើម្បីសន្តិភាពមនុស្សនិងភពផែនដី2កិច្ចពិភាក្សាទុកមូលស្ដីពីចំពោះមុខការបែកបាំងអធិបតេយ្យភាពក្នុងសណ្ដាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែងនិងទី3កិច្ចពិភាក្សាការបែកបាក់និងការប្រជុំមុខដាក់គ្នាការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយនៅអាស៊ីក្រៅពីនេះសម្ដេចរដ្ឋសភាធិបតីក្រុងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្ដាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា
រួមទាំងលោកជំទាវយ៉ាអែលព្រំពីវិញប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទាំងក្របខ័ណ្ឌនីតិបញ្ញត្តិនិងនីតិប្រតិបត្តិដែលជាបុរិយសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជាអាកាពេបានឲ្យដឹងថាសម្ដេចកតេសង្ឃបឌិតម៉ែនសំអនគាំទ្រជំរុញលើកទឹកចិត្តដល់ពលរដ្ឋខ្មែរជាពិសេសសកម្មភាពរបស់ស្ត្រីខ្មែរដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជាផលិតផលក្នុងស្រុកសម្ដេចកតេសង្ឃបឌិតម៉ែនសំអនសម្ដេចកតេសង្ឃបឌិតម៉ែនសំអនប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍបានជំរុញបែបនេះក្នុងពិធីសំណេះសំណាលជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍនៅទូទាំងប្រទេសតាមរយៈប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី22ខែតុលាឆ្នាំ2025សម្ដេចកតេសង្ឃបឌិតម៉ែនសំអនបានអរគុណចំពោះលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍនិងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍរាជធានីខេត្តដែលបានខិតខំប្រឹងប្រែងពុំខ្លាចពីការដុយហន់បំពេញភារកិច្ចរបស់ខ្លួនរយៈពេលកន្លងមកដោយបានសហការយ៉ាងល្អដោយស្មារតីឆន្ទៈក្នុងការចូលរួមការងារសង្គមព្រមទាំងចូលរួមដោះស្រាយលើបញ្ហាប្រឈមរហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈសម្ដេចសង្ឃបឌិតម៉ែនសំអនបានស្នើឲ្យនារីក្រសួងស្ថាប័នរាជធានីខេត្តត្រូវយកចិត្តទុកដាក់អនុវត្តនៅទិសដៅយុទ្ធសាស្ត្ររបស់ស្ថាប័នដែលបានដាក់ចេញអនុវត្តនៅផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍឲ្យបានជោគជ័យត្រូវពង្រឹងសាមគ្គីភាពនិងសហការល្អផ្ទៃក្នុងក៏ដូចជាជាមួយអ្នកពាក់ព័ន្ធទាំងអស់ពង្រឹងរចនាសម្ព័ន្ធសមាគមនារីនិងពង្រីកសមាគមសហគមន៍ឲ្យបានច្រើនតាមរយៈការរួបរวมសហការគ្នាបំពេញការងារស្របតាមលក្ខន្តិកៈរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍដែលបានកំណត់សម្ដេចកតេសង្ឃបឌិតម៉ែនសំអនបានជំរុញនិងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទាំងអស់ពិសេសរាល់សកម្មភាពរបស់ស្ត្រីដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដែលជាផលិតផលក្នុងស្រុកបញ្ឈប់ការប្រើប្រាស់ទំនិញថៃដើម្បីស្ថិរភាពនិងវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាពនិងជាការប្រុងប្រយ័ត្នចំពោះទង្វើអកតេដោយការប្រើប្រាស់សារធាតុបំផ្លាញសុខភាពផងដែរតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជាអាកាពេបានឲ្យដឹងថាឯកឧត្តមបណ្ឌិតលីថូចអនុប្រធានទី1អាជ្ញាធរមានបានបញ្ជាក់ថាកម្ពុជានិងក្រូអាស៊ីពិនិត្យលទ្ធភាពបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរវាងគ្នាក្នុងវិស័យសកម្មភាពមីនខណៈពីមុនមិនដែលមានទំនាក់ទំនងជាមួយគ្នាលើវិស័យសកម្មភាពមីននេះទេឯកឧត្តមបណ្ឌិតលីថូចទេសរដ្ឋមន្ត្រីបានបញ្ជាក់បែបនេះខណៈឯកឧត្តមទទួលជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Golden Green Radman រដ្ឋមន្ត្រីការបរទេសនិងកិច្ចសហការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ីនៅរុស្ស៊ីថ្ងៃទី22ខែតុលាឆ្នាំ2025នៅប្រទេសជប៉ុនឯកឧត្តម Golden Green Radman បានអរគុណដល់កិច្ចប្រឹងប្រែងក្នុងសកម្មភាពមានមនុស្សធម៌កម្ពុជានិងក្រុងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសកម្មភាពមីនតាមរយៈអនុសរណៈនៃការយោគយល់គ្នាប្រទេសកម្ពុជាគឺជាទីតាំងសំខាន់សម្រាប់ក្រូអាស៊ីក្នុងការបង្កើនបណ្ដាញទំនាក់ទំនងនៅតំបន់អាស៊ានក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលហើយឯកឧត្តមនឹងអញ្ជើញធ្វើទស្សនកិច្ចមកកម្ពុជាដើមឆ្នាំ2026ដោយមានការចូលរួមជាមួយវិនិយោគិននិងអ្នកជំនាញពាណិជ្ជកម្មដើម្បីស្វែងយល់និងបង្កើនកិច្ចសហការក្នុងវិស័យសំខាន់ៗដូចជាពាណិជ្ជកម្មទេសចរណ៍ធម្មពលនិងរួមទាំងវិស័យមីនផងដែរឯកឧត្តមបណ្ឌិតលីថូចបានអរគុណចំពោះឯកឧត្តម Golden Green Radman ក៏ដូចជាប្រទេសក្រូអាស៊ីដែលមើលឃើញពីសក្តានុពលរបស់កម្ពុជានិងយល់ឃើញថាកម្ពុជាមានបរិយាកាសវិនិយោគអំណោយផលមានភាពប្រកួតប្រជែងខ្ពស់និងមានបណ្ដាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរឹងមាំដែលជាលក្ខណៈពិសេសសម្រាប់ការវិនិយោគរបស់ក្រូអាស៊ីប្រទេសកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងកិច្ចសហការជាមួយក្រូអាស៊ីក្នុងវិស័យសកម្មភាពមីនហើយភាពជោគជ័យបទពិសោធន៍និងជំនាញរបស់កម្ពុជានឹងធ្វើឲ្យកម្ពុជាក្លាយជាដៃគូដ៏សំខាន់របស់ក្រូអាស៊ីក្នុងកិច្ចការសកម្មភាពមីនទាំងក្នុងតំបន់និងទូទាំងពិភពលោកចំណែកឯព័ត៌មានក្នុងខេត្តនៅព្រឹកថ្ងៃពុធទី22ខែតុលាឆ្នាំ2025ឯកឧត្តមហឿស៊ីយ៉ែមប្រធានក្រុមប្រឹក្សាខេត្តព្រះចេះនិងឯកឧត្តមវ៉ាថនអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4ឆ្នាំ2025និងមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តប្រធានមន្ត្រីអង្គភាពជុំវិញខេត្តក្រុមប្រឹក្សាស្រុកអភិបាលស្រុកនាយករងរដ្ឋបាលខេត្ត
មន្ត្រីរាជការខេត្តស្រុកនិងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃព្រះសំមន្ត្រីរាជការខេត្តស្រុកនិងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃព្រះសំដើម្បីធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានឲ្យប្រជាពលរដ្ឋបានជ្រាបនិងបង្ហាញនៅអ្វីដែលនៅសេសសល់កំពុងបន្តធ្វើបន្ថែមទៀតនៅអាណត្តិបន្តបន្ទាប់និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈមសំណុំពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋានលើការងារបម្រើសេវាសាធារណៈនិងកិច្ចការអភិវឌ្ឍមូលដ្ឋាននៅស្រុកព្រៃប្រសពខេត្តក្រចេះវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនេះមានតួនាទីភារកិច្ចដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋនិងដើម្បីធានាដល់កិច្ចដំណើរការងាររបស់រដ្ឋបាលខេត្តក្រុងស្រុកខណ្ឌប្រកបដោយតម្លាភាពនិងគណនេយ្យភាពអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនោះបានផ្ដល់សិទ្ធិឲ្យបងប្អូនប្រជាពលរដ្ឋឡើងសំណុំពរអ្វីដែលជាក្តីកង្វល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋានដើម្បីបម្រើផលប្រយោជន៍រួមក្នុងមូលដ្ឋានឯកឧត្តមហឺស៊ីយ៉ែមប្រធានក្រុមប្រឹក្សាខេត្តបានគូបញ្ជាក់ថាការរៀបចំវេទិកានេះឡើងដើម្បីបង្ហាញពីទូនាទីក្រុមប្រឹក្សាខេត្តក៏ដូចជាសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តក្រុមប្រឹក្សាខេត្តសម្រេចបានក្នុងរយៈពេល1ឆ្នាំ2025នេះនិងក៏ជាការឆ្លើយតបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តដោះស្រាយនៅទុក្ខកង្វល់ក៏ដូចជាបញ្ហាប្រឈមនានាផងដែរលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុ FM 98.5 ខេត្តក្រចេះជាទីមេត្រីតទៅនេះសូមជូនព័ត៌មានពិស្ដារក្រៅប្រទេសតាមការដកស្រង់ពីគេហទំព័រ Fresh News បានឲ្យដឹងថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូតូរ៉េសបានព្រមាននៅថ្ងៃពុធនេះថាការឡើងកម្ដៅផែនដីកំពុងធ្វើឲ្យភពផែនដីប្រឈមនឹងគ្រោះមហន្តរាយហើយបានជំរុញឲ្យបណ្ដាប្រទេសនានាអនុវត្តប្រព័ន្ធព្រមានអំពីគ្រោះមហន្តរាយដើម្បីការពារប្រជាជនពីអាកាសធាតុធ្ងន់ធ្ងរថ្លែងទៅកាន់គណៈប្រតិភូលោកបានបញ្ជាក់យ៉ាងដូចនេះថាក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះឆ្នាំនីមួយៗគឺក្តៅជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ដៅមហាសមុទ្រកំពុងបំបីកំណត់ត្រាស្របពេលដែលវាកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីហើយគ្មានប្រទេសណាអាចគេចផុតពីអគ្គិភ័យទឹកជំនន់ព្យុះនិងរលកកម្ដៅឡើយគួរបញ្ជាក់ថាសន្ទរកថារបស់លោក ហ្គូតូរ៉េសត្រូវបានធ្វើឡើងក្នុងសន្និសីទវិសាមញ្ញមួយនៅទីក្រុងសេណែវដើម្បីប្រារព្ធខួបលើកទី75នៃអង្គការអូតូនិយមពិភពលោករបស់អង្គការសហប្រជាជាតិតាមការដកស្រង់ពីគេហទំព័រ Fresh News បានឲ្យដឹងថាតម្លៃប្រេងបានហក់ឡើងខ្ពស់ឈានចូលដល់ថ្ងៃទី2នៅថ្ងៃពុធទី22ខែតុលានេះដោយកើនប្រហែល 2% និងជំរុញដោយហានិភ័យនៃការផ្គត់ផ្គង់ចំពោះមុខក្តីរំពឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកចិននៃបយងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters វិនិយោគិនបានទម្លាយថាសហរដ្ឋអាមេរិកកំពុងស្វែងរកប្រេងដើម្បីស្តុកទុកធ្វើជាទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនសន្ទុះតម្លៃប្រេងឆៅប្រេនមួយក្តិតសញ្ញា$24បានឡើងថ្លៃ$1.24ឬ 2% គឺ$62.56ក្នុង1បារ៉ែលគិតត្រឹមថ្ងៃពុធនេះខណៈសន្ទុះតម្លៃប្រេងឆៅរបស់អាមេរិកបានឡើងថ្លៃ$1.20ឬ 2.1% គឺ$58.44ក្នុង1បារ៉ែលទិន្នផលប្រេងបានធ្លាក់ចុះមកដល់កម្រិតទាបរយៈពេល5ខែមកហើយគិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍អ្នកផលិតបានបង្កើនការលក់ខណៈដែលភាពតានតឹងពាណិជ្ជកម្មគម្រាមកំហែងដល់តម្រូវការមិនច្បាស់លាស់ក្តីបារម្ភនៃការផ្គត់ផ្គង់ក៏បានផ្ទុះឡើងម្ដងទៀតបន្ទាប់ពីមានព័ត៌មានថាជំនួបរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងប្រធានាធិបតីរុស្ស៊ីលោកផ្លាឌីមៀពូទីនត្រូវបានពន្យាពេលចំពោះមុខការរំខានដោយភាពភ័យខ្លាចនៅពេលដែលរដ្ឋាភិបាលលោកខាងលិចដាក់សម្ពាធប្រទេសអ្នកទិញនៅអាស៊ីកាត់បន្ថយការទិញប្រេងពីរុស្ស៊ីព័ត៌មានក្នុងនិងក្រៅប្រទេសរបស់វិទ្យុ FM 98.5 ខេត្តក្រចេះដែលលោកអ្នកនាងទើបបានស្ដាប់នៅពេលនេះជាប់តែប៉ុណ្ណេះ